ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកស្ដាប់រឿងព្រេងនិទានខ្មែរមួយដែលមានចំណងជើងថាបុរសកំសត់ចេញទៅជួញមាននិទានមួយថាមានបុរសម្នាក់ចេញទៅជួញបានមាស5ផែននាំមកដល់ផ្ទះអាត្មាយកមាសនោះទៅកប់ក្រោមជណ្ដើរហើយយកថ្មនិងកាំបិតដាក់លើប្រពន្ធបុរសនោះមានស្មន់អន្តករចៅស្មន់អន្តករនោះលបស្ដាប់ក្រោមផ្ទះកាលដែលប្តីឡើងទៅលើផ្ទះប្រពន្ធដណ្ដឹងសួរថាអ្នកមកពីជួញតើបានអ្វីខ្លះប្តីនោះប្រាប់ប្រពន្ធថាអញបានមាស5ផែនប្រពន្ធដណ្ដឹងថាមាសទុកនៅឯណាប្តីប្រាប់ថាអញកប់ទុកនៅជើងជណ្ដើរហើយយកថ្មនិងកាំបិតសង្កត់លើឯចៅស្មន់អន្តករមីនោះវាលឺហើយវាទៅកាយយកមាសនៅក្រោមជើងជណ្ដើរនោះបាត់ទៅលុះព្រឹកឡើងបុរសនោះទៅមើលកំណប់មាសនោះឃើញបាត់ហើយបុរសនោះថាឯងអើយអញកប់មាសនេះយប់ពន់វេលាណាស់ហើយឥតមាននរណាដឹងផងទេមានតែថ្មនិងកាំបិតនេះឯងឥឡូវនេះមាសអញបាត់អញមិនថានរណាទេអញថាថ្មនិងកាំបិតនេះវាលួចមាសអញបើដូច្នោះអញមិនអត់ឡើយទើបបុរសនោះនាំទៅប្តឹងចៅក្រមកាត់សេចក្តីនោះពុំបានក៏បុរសនាំសេចក្តីទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថាខ្ញុំព្រះបាទអម្ចាស់កប់មាស5ផែននៅក្រោមជើងជណ្ដើរឥតមាននរណាដឹងទេមានតែថ្មនិងកាំបិតនេះឯងនៅក្នុងទីនោះឥឡូវនេះមាសនោះបាត់ខ្ញុំព្រះបាទអម្ចាស់មិនថានរណាឡើយថាថ្មនិងកាំបិតនេះឯងលួចមាសនោះទើបខ្ញុំព្រះបាទអម្ចាស់នាំថ្មនិងកាំបិតនេះមកក្រាបបង្គំទូលទ្រង់ព្រះករុណាពិសេសពុំជេរសូមទ្រង់ពិចារណាសេចក្តីនេះហងទើបព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាសមជាប្រពន្ធបុរសនេះពុំស្លូតត្រង់ហើយទ្រង់មានព្រះបន្ទូលថាបើដូច្នោះចៅរកខួចឲ្យបានមួយឲ្យយើងបុរសនោះរកខួចបានមួយមកថ្វាយព្រះអង្គឲ្យយកប្រេងអបត្រឡប់គុណពីដោច្រកក្នុងខួចនោះពេញហើយឲ្យបុរសនោះយកទៅរក្សាទុកនៅក្បាលដំណេកឲ្យស្រួលបួលទ្រង់ផ្ដាំថាបើប្រេងនេះនៅពេញខួចដូចដែលចៅកុំអាលមកកាន់សំណាក់យើងចាំប្រេងនេះបាត់សំចៅមកប្រាប់យើងបុរសនោះក៏យកប្រេងទៅទុកក្បាលដំណេកតាមព្រះរាជបញ្ជាយូរបន្តិចទៅអាស្មន់អន្តករនោះមករកមានុឃើញប្រេងនោះក៏លាបឲ្យស្មន់អន្តករនោះស្រកចុះកន្លះខួចបុរសសួរប្រពន្ធថានាងអើយអញទុកប្រេងនៅទីនេះតើនរណាយកបានជាកន្លះខួចប្រពន្ធថាខ្ញុំមិនដឹងទេបងបើខ្ញុំលាបម្លេះសំក្បាលខ្ញុំរលើបរលោងហើយបុរសនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រទ្រង់បង្គាប់ឲ្យអ្នករបាំមកលេងមហោស្រពហើយឲ្យយកកងទៅប៉ាវប្រាប់អស់មហាជនទៅមើលរបាំគ្រប់គ្នាកុំខានអ្នកផងនាំគ្នាទៅមើលរបាំនោះជាច្រើនប៉ុន្តែគ្មានក្លិនពីដោក្រអូបឈ្ងុយឈ្ងប់បែបនោះទេមានតែអាស្មន់អន្តករមីនោះទើបមានប្រេងបែបនោះលាបដើរចូលទៅមើលរបាំអាមាត្យធំគ្រឿងពីដោអំពីអានោះហើយក៏ចាប់នាំយកខ្លួនទៅថ្វាយព្រះមហាក្សត្រព្រះអង្គមានព្រះបន្ទូលដណ្ដឹងថាប្រេងដែលចៅឯងលាបនេះតើជាចៅរបស់ឯងឬចៅឯងបានមកពីណាចៅនោះនៅស្ងៀមឥតមានចម្លើយអ្វីនឹងក្រាបទូលព្រះមហាក្សត្រឡើយទើបព្រះអង្គមានព្រះបន្ទូលថាចៅអើយម្ដេចមិនឆ្លើយចៅឯងឆ្លើយថាដូចម្ដេចក៏ចូលឆ្លើយមកចុះរីឯចៅនោះហេតុតែជាចៅនឹងលាក់ពុំបានក៏ឆ្លើយដោយពិតថាខ្ញុំព្រះបាទអង្គម្ចាស់បានប្រេងពីផ្ទះចៅនេះឯងព្រះមហាក្សត្រទ្រង់ដណ្ដឹងថាបើចៅបានមកអំពីផ្ទះចៅនេះតើអ្នកណាឲ្យចៅឬចៅយកខ្លួនឯងចៅនោះក្រាបបង្គំទូលថាប្រពន្ធចៅនោះឲ្យទើបព្រះមហាក្សត្រទ្រង់ហៅប្រពន្ធនោះមកដណ្ដឹងសួរប្រពន្ធឆ្លើយក្រាបទូលថាប្រេងនេះខ្ញុំម្ចាស់ពុំបានឲ្យទេចៅនេះយកលាបខ្លួនឯងព្រះអង្គមានព្រះបន្ទូលថាចៅនេះលួចមាសហើយលួចទាំងប្រពន្ធចៅឯងផងឥឡូវវាលួចទាំងប្រេងចៅឯងទៀតត្បិតចៅមកពីជួញនោះកប់មាសនៅជើងជណ្ដើរហើយនិយាយប្រាប់ប្រពន្ធអានេះវាលឺចៅឯងនិយាយហើយវាទៅកាយយកមាសចៅឯងទៅហើយព្រះអង្គបង្គាប់អាស្មន់អន្តករថា
បើដូច្នេះត្រូវចៅឯងយកមាសឲ្យគេវិញទើបអានោះទៅយកមាសមកឲ្យបរោះជាម្ចាស់ព្រះមហាក្សត្រទ្រង់កាត់ឲ្យបរោះនោះឈ្នះហើយទ្រង់បង្គាប់ឲ្យលក់អាចៅប្រុសនិងមិស្រីនោះដាច់សុរាឡងបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមស្ដាប់ពីដើមរហូតដល់ចប់បើសិនមានកន្លែងខុសខាតកន្លែងណាសូមមេត្តាខន្តីអភ័យទោសចំពោះខ្ញុំផងសូមមេត្តាជួយចុច Subscribe ម្នាក់មួយដើម្បីបានវីដេអូថ្មីបន្តទៀតពីខ្ញុំសូមអរគុណ
បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកស្ដាប់រឿងមួយក្រោមចំណងជើងថារឿងចោរលួចគោមាននិទានមួយថាមានបុរសម្នាក់ទិញគោមួយដឹកមកដល់ផ្ទះខ្លួនហើយរៀបចំចំណីចងដៃជាស្រេចរួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆៃស្មៅហើយទៅដេកក្រោមម្លប់ឈើកំពុងតែដេកលក់ស្រួលមានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅបុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោក៏ក្រោកឈរមើលទៅឃើញចោរកំពុងដឹកគោនោះនាំរត់ទៅបុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថាវើយចៅដឹកគោអញទៅណាចោរនោះមិនស្ដីបុរសម្ចាស់គោរត់ទៅចាប់ខ្សែគោអំពីដៃចោរថាយីអញចង់អស់សំណើចនឹងចៅនេះពេកណាស់គោអញដឹកមកពីផ្ទះម្ដេចក៏ចៅឯងមកចោទអញថាលួចគោចៅទាំងពីរនាក់ដណ្ដើមគ្នាទៅវិញទៅមកសុទ្ធតែបានរៀងខ្លួនទើបចៅទាំងពីរដឹកគោទៅប្តឹងចៅក្រមដោយដំណើរទីតីពីគ្នាចៅក្រមកាត់សេចក្តីឲ្យចៅទាំងពីរនាក់នោះពុំបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រក្រាបបង្គំទូលតាមដំណើរនោះឯចៅម្ចាស់គោក្រាបបង្គំទូលថាគោនេះខ្ញុំព្រះបាទអង្គម្ចាស់ទើបនឹងទិញពីគេមកដល់ផ្ទះចងឲ្យទទួលព្រះរាជទានស្មៅខ្ញុំព្រះបាទអង្គម្ចាស់ទៅទទួលព្រះរាជទានដំណេកលក់ស្រាប់តែចៅនេះមកលួចគោខ្ញុំព្រះបាទអង្គម្ចាស់យកទៅលុះខ្ញុំព្រះបាទអង្គម្ចាស់ក្រោកពីដំណេកទៅតាមយកគោពីចៅនេះពុំឲ្យចេះតែដណ្ដើមគោពីខ្ញុំព្រះបាទអង្គម្ចាស់ព្រះមហាក្សត្រទ្រង់ដណ្ដឹងថាគោនេះចៅឯងឲ្យស៊ីអ្វីចៅម្ចាស់គោក្រាបទូលថាឲ្យទទួលព្រះរាជទានស្មៅចៅឆ្លើយថាខ្ញុំព្រះបាទអង្គម្ចាស់ដឹកគោមកពីផ្ទះខ្ញុំព្រះបាទអង្គម្ចាស់ស្រាប់តែចៅនេះដើរមកពីណាដណ្ដើមគោខ្ញុំព្រះបាទអង្គម្ចាស់កណ្ដាលផ្លូវព្រះមហាក្សត្រទ្រង់សួរថាគោនេះចៅឯងឲ្យស៊ីអ្វីចៅឆ្លើយថាឲ្យទទួលព្រះរាជទានសណ្ដែកព្រះមហាក្សត្រឲ្យអាមាត្យយកស្លឹកប្រយុងគុបញ្ចុកគោហើយគោនោះវារើចេញមកឃើញតែស្មៅពុំឃើញសណ្ដែកដល់មួយទងនៅក្នុងពោះគោនោះឡើយព្រះអង្គមានព្រះបន្ទូលថាអានេះលួចគោមែនហើយទើបព្រះអង្គកាត់ឲ្យចៅម្ចាស់គោនោះឈ្នះព្រះអង្គកាត់សេចក្តីដូច្នេះហៅថាសុគតិគមនាងង
សូមជូនរឿងក្មេងកំព្រាកាលពីព្រេងនាយមានបុរសអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុចយកត្រីមកលក់ប៉ុណ្ណោះបុរសនោះមានកូនប្រុស2នាក់កូនបងមានអាយុ13ឆ្នាំកូនប្អូនមានអាយុ11ឆ្នាំប្រពន្ធស្លាប់ទៅគាត់នៅពោះម៉ាយជាមួយនឹងកូនទាំងពីរហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែលវេលាដែលបុរសនោះទៅព្រៃរកបោចវល្លិធ្វើជុចតែងយកកូនបងទៅជាមួយឯកូនប្អូនទុកឲ្យនៅចាំផ្ទះថ្ងៃមួយកូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិផ្ដៅធ្វើជុចពេកណាស់ព្រោះចង់ដឹងថាតើឪពុកធ្វើជុចយ៉ាងណាខ្លួនមិនដែលឃើញសោះក៏និយាយប្រាប់ទៅឪពុកថាឪខ្ញុំមិនហ៊ាននៅផ្ទះម្នាក់ឯងទេខ្ញុំខ្លាចណាស់សូមយកខ្ញុំទៅព្រៃជាមួយផងឪពុកក៏ព្រមយកកូនប្អូនទៅជាមួយលុះទៅដល់ព្រៃឪពុកក៏ខំប្រឹងរកបោចវល្លិផ្ដៅបានហើយយកមកពុះជ្រៀកជាចម្រៀកតូចល្មមនឹងធ្វើជាសរសៃជុចគាត់ក៏រែងធ្វើជាជុចទៅកូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសពថ្ងៃមិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុចជាប់ត្រីប៉ុណ្ណោះឯកូនប្អូនដែលទើបតែនឹងបានទៅក្នុងព្រៃនោះក៏ខំពិនិត្យមើលឪពុកធ្វើជុចចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិផ្ដៅរហូតដល់កើតជារាងជុចយកទៅដាក់ត្រីជាប់បានហើយយកត្រីមកដុតអាំងចម្អិនជាអាហារជួនជាថ្ងៃមួយនោះឪពុកផ្លិចបានយកដាច់ភ្លើងទៅគ្មានអ្វីនឹងបង្កាត់ភ្លើងអាំងត្រីឲ្យកូនបរិភោគក៏ទៅយកឫស្សីស្ងួតមួយកំណាត់យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅកើតជាភ្លើងឆេះបានហើយបង្កាត់អាំងត្រីឲ្យកូនទាំងពីរនាក់បរិភោគចំអែតផ្ទៃមួយពេលទៅចំណេចេរកាលមកខាងក្រោយឪពុកមានជំងឺជាទម្ងន់ស្លាប់ទៅកូនទាំងពីរនាក់នៅកំព្រាឥតមេឥតបានឹងចិញ្ចឹមបីបាច់រក្សារស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុកមិនយូរថ្ងៃខែប៉ុន្មានក៏អស់ទ្រព្យនោះទៅប្អូននិយាយនឹងបងថាបងអើយកាលពីដើមយើងបានឪពុកទំនុកបំរុងរកស៊ីចិញ្ចឹមយើងទាំងពីរនាក់ឥតមានសេចក្តីព្រួយលំបាកអ្វីឡើយចាំតែពេលបរិភោគស្រាប់ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយឯយើងទាំងពីរនាក់សោតទៀតក៏មិនទាន់ពេញកម្លាំងនឹងរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងទាំងបងក៏នៅតូចទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជួលតបអ្នកជិតខាងក្រែងគេមិនព្រមទទួលពីព្រោះយើងជាមនុស្សកំព្រាអនាថារកទីពឹងគ្មានគេមិនហ៊ានឲ្យយើងនៅជាមួយគេមិនទុកចិត្តយើងហេតុតែយើងគ្មានមេបាថែរក្សាបើដូច្នេះតើបងគិតយ៉ាងណាឲ្យបានរស់ជាមួយនឹងគេឯងបងអង្គយើងថ្ងៃនេះនៅសល់តែមួយទូកដៃល្មមតែល្ងាចនេះថ្ងៃស្អែកគ្មានអង្គដាំបាយបរិភោគទេបងដើរសុំទានគេឬដូចម្ដេចខ្ញុំមិនទៅសុំទេខ្មាស់គេណាស់ស៊ូតែពីស្លាប់បងសួរប្អូនម្ដេចក៏អូនថាយ៉ាងនេះប្អូនឆ្លើយតបទៅនឹងបងថាខ្ញុំមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងដែរពួកឯងគិតយ៉ាងហ្នឹងពិតមែនតែមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងមែនហើយតែខ្លួនយើងនៅតូចណាស់មិនអាចនឹងពន្រែកកាប់គាស់លីសែងអ្វីបានឡើយបងអើយសត្វចាបវាលដែលទៅពន្រែកលីសែងឯណាដែរឬមិនដេចក៏វាចិញ្ចឹមកូនវារស់ហើយកូនវាទៀតធំឡើងរកស៊ីដូចមេវាទៀតបានចុះបងមិនដេចក៏មិនគិតដល់ការងាររបស់ឪពុកយើងផងប្អូនលាក់បាំងអ្វីកាលពីខ្មោចឪយើងនៅរស់នៅឡើយគាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ជុចប៉ុន្តែបងមិនដឹងថាគាត់ធ្វើជុចយកទៅដាក់ត្រីយ៉ាងណាទេបងចាំតែឆ្អិនតែម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើជុចក៏បងមិនចាំហើយគាត់ធ្វើជុចនោះមានសន្តានបែបណាក៏បងមិនដឹងទាំងអស់បើដូច្នោះឲ្យបងធ្វើដូចបដិចកើតឃើញតែការសុំទានរកស៊ីឈ្នួលគេនឹងហើយដូចជាស្រួលគ្រាន់បើប្អូនណែហើយចុះកាត់គេកាត់ខ្មាស់សិនចុះទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបានទេបងខ្ញុំមិនទៅសុំទានឬស៊ីឈ្នួលគេទេខ្មាស់គេណាស់
ព្រោះពួកយើងមិនដែលសុំទានឬស៊ីឈ្នួលគេបើຕົកជាពីជីដូនជីតាជាលួតជាលាមកធ្លាប់សុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វដេរឆានក៏ដោយខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវង្សត្រកូលនោះដែរណែបងប្អូនគិតឃើញថាកាលបើមានអ្នកសប្បុរសចិត្តល្អដាក់ទានឲ្យយើងឬបានតែជ្រកកោននិងចវាយនាយយើងក៏បានស្រួលបន្តិចទៅតែបើប្រទះពៀទៅលើអ្នកចិត្តតក់មកអាក្រក់សម្លក់ភ្នែកឆ្លែដូចភ្នែកមៀមកុំហូបកុំរៀមយើងដូចសត្វដេរឆានតើយើងយកមុខទៅទុកឯណាម្យ៉ាងទៀតអ្នកចិត្តល្អក្តីអ្នកចិត្តអាក្រក់ក្តីកាលគេហុចរបស់មកឲ្យយើងដោយដៃគេចុះដៃជាដៃជើងជាជើងមាត់ជាមាត់ដូចគ្នាទាំងអស់ម្ដេចក៏ដៃគេគ្មានសំពះសុំអ្នកណាមាត់គេមិនហ៊ាននិយាយសុំអ្នកណាអន់អ្វីតែដៃជើងមាត់យើងអន់ជាងគេម្លេះបងឯងគិតមើលចុះប្អូនថាប៉ុណ្ណេះខុសឬក៏ត្រូវបើដូច្នោះប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬទេបងសួរទៅប្អូនវិញមិនអីទេបងប្អូនចាំទាំងអស់បងកុំព្រួយកុំគិតទៅសុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើវាថោកខ្លួនណាស់យើងនេះមិនមែនជាសត្វដេរឆានគេវាឲ្យកើតវាឲ្យលិចដូចសំណក់ពេកទេឪពុកគាត់ទៅកំបិតព្រាឲ្យមួយដែរតើយើងទៅព្រួយអ្វីសពបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹងបើយ៉ាងហ្នឹងប្អូនគិតការងារឪពុកទៅចោះឯប្អូនជាក្មេងមានប្រាជ្ញាក៏ប្ររពធ្វើចុចកើតយកទៅដាក់ត្រីបានដូចបំណងលុះថ្ងៃក្រោយកន្លងមកទៀតប្អូនអង្គុយគិតតែម្នាក់ឯងមិនចេញវាចាប្រាប់បងសោះថាឪពុកអញគាត់ចេះធ្វើចុចដាក់ត្រីតែប៉ុណ្ណោះឯសត្វឯទៀតគាត់ដាក់ចុចមិនបានឃើញថាប្រាជ្ញាគាត់នៅខ្សោយណាស់បើដូច្នោះអញរកអបាយនឹងធ្វើចុចដាក់សត្វមរឹកមានសត្វជ្រូកព្រៃឆ្លុះរមាំងជាដើមលុះគិតឃើញដូច្នោះហើយក៏និយាយប្រាប់បងយើងគិតទៅរកដាក់ចុចឯព្រៃវិញក្រែងបានចាប់ជ្រូកព្រៃឆ្លុះរមាំងជាសត្វធំមានសាច់ច្រើនបងក៏សុខចិត្តតាមប្អូនទាំងអស់ព្រោះយល់ឃើញថាប្អូនចេះចាំកិច្ចការងាររបស់ឪពុកពិតប្រាកដមែនហើយក៏បណ្ដាលគ្នាទាំងពីរនាក់បងប្អូនចូលទៅក្នុងព្រៃស្រោងជាទីហោរដ្ឋានទៅដល់ពាក់កណ្ដាលព្រៃបងស្រេកទឹកយ៉ាងខ្លាំងក៏និយាយប្រាប់ប្អូនថាប្អូនបងស្រេកទឹកណាស់រកទឹកឯណាផឹកបានប្អូនឆ្លើយថាកាលឪពុកយើងរស់នៅបើដើរទៅទីណាដែលគ្មានទឹកគាត់តែងជីកដីត្រង់កន្លែងណាសើមយូរទៅចេញទឹកបានបើដូច្នោះបងជីកលើមើលជីកឯណាកើតបើអស់កម្លាំងយ៉ាងនេះបើដូច្នោះចាំដើរទៅមុខបន្តិចសិនក្រែងបានជួបប្រទះទឹកដើរបន្តិចទៅក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លាពាសពេញដោយផ្កាឈូកផ្លែឈូកបងប្អូនទាំងពីរនាក់ក៏នាំគ្នាងូតទឹកផឹកទឹកបេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះមួយស្របក់លុះមានកម្លាំងល្មមនឹងដើរទៅទៀតបានក៏នាំប្អូនដើរទៅដល់ព្រៃធំមួយឈ្មោះព្រៃហេមពៀនដែលមិនមានមនុស្សទៅដល់សោះបានឃើញពួកសត្វមរឹកជាច្រើនអាស្រ័យក្នុងព្រៃនោះប្អូននិយាយនឹងបងថាបងយើងឈប់នៅព្រៃនេះហើយមើលទៅព្រៃនេះសម្បូរសត្វមរគីណាស់យើងគិតធ្វើជាធ្នោះមួយនៅលើចុងឈើហើយខ្ញុំរកផ្ដៅមកធ្វើចុចដាក់សត្វទាំងនេះយកមកធ្វើជាអាហារប្អូនធ្វើហើយឲ្យបងអាស្រ័យលើធ្នោះនោះទៅខ្លួនទៅរកបោចផ្ដៅយកមកធ្វើចុចដាក់សត្វព្រៃរបៀបធ្វើជាចំណាចាជុំវិញព្រៃហើយទុកតែផ្លូវមួយល្មមសត្វព្រៃនោះដើរចូលបានដូចជាកន្លែងដាក់ត្រីដែរពេលនោះមានជ្រូកព្រៃមួយដើរសំដៅមកពីនាយហាក់ដូចជាគ្មានកោតក្រែងអ្វីសោះដើរមកតាមចន្លោះផ្លូវដែលកុមារនោះចាទៅដល់ត្រង់កន្លែងដាច់ចុចក៏ស្រាប់តែជាប់ក្នុងចុចកុមារជ្រូកនោះខំរើបំរាស់ននាលរើយ៉ាងណាក៏មិនរួចចុចនោះរឹតតែរួតជ្រូកព្រៃនោះយ៉ាងតឹងស្ទើរតែដកដង្ហើមមិនរួចមិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅកុមារទាំងពីរនាក់ឃើញជ្រូកព្រៃជាប់ក្នុងចុចស្លាប់ដូច្នោះហើយក៏ត្រេកអរពេកណាស់នាំគ្នាអូសចេញពីចុចគិតយកមកអាំងឆ្អើរធ្វើជាអាហារបរិភោគ
ជួនជាវេលានោះដាច់ភ្លើងដែលដាក់ក្នុងហោប៉ៅរបស់បងក៏អស់ប្រឆេះរលីងគ្មានអ្វីធ្វើភ្លើងនឹងបង្កាត់អាំងឆ្អើរជ្រូកបងតលគំនិតមិនដឹងធ្វើយ៉ាងណាឯប្អូនជាក្មេងមានគំនិតបានដឹងជាក់ប្រកបពីការឪពុកនៅនាំទៅព្រៃបើគ្មានភ្លើងបង្កាត់ចំអិនអ្វីៗគាត់តែងទៅកាប់ឫស្សីស្ងួតមកគួតគ្នាឲ្យកើតជាភ្លើងដុតអាំងបានតាមប្រាថ្នាហើយបានចាំទុកក្នុងចិត្តរួចស្រេចវេលានោះប្អូននិយាយប្រាប់បងថាកាលពីឪពុកយើងគាត់នៅគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីៗគាត់កាប់ឫស្សីយកមកគួតគ្នាឲ្យកើតជាភ្លើងបានបើដូច្នោះបងនៅចាំសัตว์ក្នុងទីនេះចុះខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកគួតធ្វើភ្លើងអាំងថាតែប៉ុណ្ណោះហើយក៏ទៅរកកាប់ឫស្សីបានមកធ្វើតាមតម្រាឪពុកកើតមែនអាំងឆ្អើរជ្រូកនោះទៅតាមបំណងឆ្អិនបានបរិភោគក្នុងវេលានោះទៅកុមារទាំងពីរនាក់អាស្រ័យនៅក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខសប្បាយរកស៊ីតែនឹងដាក់ចុចសត្វព្រៃប៉ុណ្ណោះពួកសត្វដែលដើរមកជាប់ចុចកុមារទាំងពីរនោះតាំងតែពីសត្វជ្រូកព្រៃរមាំងឆ្លុះរហូតដល់ដំរីរាត្រីមួយកុមារបានឃើញដំរីស្ដមួយយ៉ាងធំដើរក្បែរធ្នូនោះក៏មានបំណងចង់ស៊ីសាច់ដំរីទើបនិយាយប្រាប់បងថាខ្ញុំចង់ស៊ីសាច់ដំរីណាស់ត្បិតមានដំរីស្ដមួយយ៉ាងធំធាត់ដើរក្បែរធ្នោះយើងរាល់រាត្រីខ្ញុំគិតដាក់ចុចយកដំរីនោះឲ្យបានបងនិយាយខាត់ថាណាហើយប្អូនកុំដំរីនេះធំណាស់ប្អូនដាក់វាមិនជាប់ទេឬថាប្រសិនបើវាដើរមកជាប់ចុចរបស់ប្អូនហើយវាបំរាស់ត្រដោរួចទៅហើយនោះវាខឹងកាលបើវាខឹងហើយថ្ងៃក្រោយមកវាជន់ធ្នោះយើងល្អិតល្អោចខ្ទេចខ្ទីហើយវាជន់សម្លាប់យើងស៊ីជាចំណីអាហារពុំលែងឡើយទេមិនអីទេបងកុំព្រួយនៅឲ្យស្ងៀមចុះចាំមើលខ្ញុំធ្វើចុចដាក់ដំរីនេះឲ្យទាល់ទៅបានប្អូនថាដូច្នោះហើយក៏រកកាប់ផ្ដៅក្រែងយ៉ាងធំយកមករែងធ្វើចុចដាក់ត្រង់កន្លែងដែលដំរីគោចរឯដំរីដែលដើរមកសពរាត្រីឥតមានគិតក្រែងអ្វីសោះឡើយដោយគិតថាព្រៃនេះស្រេចលើអញហើយគ្មាននរណាជាចម្បងលើអញទៀតទេក៏ដើរដំរង់ទៅរកកន្លែងកុមារដែលដាក់ចុចស្រាប់តែចូលក្នុងចុចជាប់ខ្លួនចង្អៀតយ៉ាងណែនខំបំរះននាលស្រែករោរំពងព្រៃធំយ៉ាងណាក៏មិនរួចមិនយូរប៉ុន្មានក៏ដាច់ខ្យល់ស្លាប់ទៅកុមារទាំងពីរនាក់បានឃើញដំរីជាប់ចុចស្លាប់ហើយបបួលបងប្អូនពំពួកភ្លើងភ្នក់យ៉ាងធំដុតឆ្អើរដំរីវេលានោះធំក្លិនឈ្ងុយសាច់ដំរីក៏ផ្សាយរហូតដល់ភពជាទីអាស្រ័យនៃយក្សដែលមានអំណាចគ្របសង្កត់ពពួកយក្សឯទៀតយក្សនោះលាន់មាត់ថាថ្ងៃនេះធំក្លិនអ្វីក៏ឈ្ងុយឈ្ងប់ម្លេះមានអ្នកណាឆ្អើរសាច់ឯណាបើដូច្នេះអញនឹងទៅរកមើលក្រែងបានមួយចំអែតពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ហើយដោយស្មានទៅប្រហែលជាច្រើនផងបានជាធំក្លិនផ្សាយមកដល់ទីអញយ៉ាងនេះអញទៅគម្រាមយកស៊ីទាំងអស់កុំឲ្យអាអ្នកឆ្អើរនោះវាបានស៊ីគិតដូច្នោះហើយក៏ចាប់យកដំបងពេជ្រក្រវីហោះឡើងលើអាកាសវេហាងាកចុះឡើងឃើញផ្សែងហុយត្រង់ព្រៃភ្នំក៏ហោះចុះសំដៅទៅត្រង់កន្លែងផ្សែងនោះក្រឡេកមើលទៅឃើញក្មេងតូចពីរនាក់កំពុងឆ្អើរដំរីគិតថាថ្ងៃនេះពេញជាមហាលៀបហើយបានទាំងចំណីបានទាំងម្ចាស់បើដូច្នេះតើអញស៊ីដំរីមុនឬក៏ស៊ីក្មេងមុនបើស៊ីដំរីមុនក្រែងក្មេងវាភ័យនឹងអញរត់ពួនបាត់ទៅឥឡូវនឹងស៊ីក្មេងគ្មានអ្វីគ្រាន់ជាបង្អែមសម្រាប់លាងមាត់ខាងក្រោយទីបំផុតនោះយក្សសម្រេចចិត្តថាណហើយអញស៊ីដំរីមុនចុះទុកក្មេងស៊ីក្រោយជាបង្អែមវិញទើបជ្រះមាត់ស្រួលក្មេងនេះវាមិនមែនរត់ពួនទៅឯណាឡើយទុកជារត់ពួនកន្លែងណាក៏មិនបាំងនឹងភ្នែកអញដែរវាមកពីភូមិរបស់មនុស្សលោកចូលមកក្នុងព្រៃនេះម្ល៉េះហើយវារត់ទៅណារួចទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើរដំរីនោះថាវើយអាក្មេងច្រមុកឯងមកពីណាដើរចេញឲ្យឆាប់កុមារទាំងពីរនាក់ដើរចេញពីទីនោះទៅប៉ុន្តែកុមារបងមានចិត្តផិតភ័យព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយបានដឹងពិតប្រាកដអំពីសំណាក់ចាស់គេនិយាយប្រាប់ថាយក្សខ្លួនធំមានចង្កូមពីរសម្រាប់ស៊ីមនុស្សលោកតែមិនចេញវាចាប្រាប់ប្អូនឡើយ
ចំណែកខាងប្អូនគិតថាមនុស្សនេះមកពីណារូបរាងធំគំរាងថ្មិញធំសស្ញាចប៉ុនជាប់កាប់ភ្នែកឡើងក្រឡតឡោតក្រហមថ្លែតដូចភ្នែកឯអូតស្បែកមុខក៏ក្រើតក៏ក្រៀតដូចស្បែកគីង្គក់ដងខ្លួនដូចក្របីដេកភក់សំឡេងឮក៏គ្រក់ដូចជាទឹកដក់ក្នុងរងឈើដោះពុកមាត់ដោះចង្ការស្រមេងស្រមោមដូចបិសាចរាជភូតអានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេបានជាហ៊ានមកនិយាយកំហែងអញដូច្នេះមិនអីទេឯងប្រហើនហ៊ានស៊ីដំរីកុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មានទៅឈរមើលយក្សស៊ីដំរីតែក្នុងចិត្តនឹកខ្នាញ់ពេកណាស់មិនទាន់ចេញស្ដីថាដូចម្ដេចឡើយគ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះពេលនោះយក្សសួរថាអ្នកអាក្មេងឯងធ្វើដូចម្ដេចបានជាបានដំរីនេះមកឆ្អើពេលនោះកុមារតូចបានឱកាសក៏ឆ្លើយតបទៅយក្សវិញថាពួកឯងសួរចង់ដឹងអ្វីគិតតែពីបរិភោគទៅចោះកុំបាច់ចង់ដឹងហេតុការអ្វីឡើយយើអាចច្រមុះប្រាប់ឲ្យឆាប់អញស៊ីឯងឥឡូវនេះហើយយក្សសួរគំរាមកុមារតូចដំរីនេះវាដើរមកជន់ចុចខ្ញុំកុមារឆ្លើយតបនឹងយក្សយីឯងធ្វើចុចដូចម្ដេចក៏ដាក់ដំរីបានឯងនិយាយក៏ហក់ទេឬក្រែងដំរីស្លាប់ខ្លួនវាទេដឹងហើយឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅមើលឯងនិយាយឲ្យត្រង់តែក៏ហក់អញស៊ីទៀតឥឡូវនេះមិនខានខ្ញុំមិនចេះកុហកទេពួកឯងមើលចុះចុចខ្ញុំនៅឯនោះប្រកាសជាឯងដាក់ចុចដំរីនេះបានមែនយក្សសួរសង្កត់សង្កិនកុមារមែនកុមារឆ្លើយតបយ៉ាងយកចុចមកហើយប្រាប់យក្សថាពួកឯងចង់ដឹងចូលទៅក្នុងចុចខ្ញុំលោមើលដោយហេតុតែការមើលងាយថាសពថ្ងៃបើចុចសរសៃរឹងប៉ុណ្ណោះអញគ្រាន់តែរើកម្រើកក៏ដាច់ខ្ទេចខ្ទីដែរថាហើយក៏ត្បល់ក្បាលចូលទៅក្នុងចុចផុតដៃផុតជើងទាំងអស់ស្រាប់តែចុចរឹតរួតតឹងខ្លួនដូចគេចាក់ស្រេះបំរាស់រនាលបាក់ឈើព្រៃល្អិតល្អោចស្រែកត្រហោរំពងព្រៃរឹតយក្សដែលធ្លាប់ពូកែយ៉ាងណាក៏ប្រមូលយកមកអស់ថែមទាំងនឹកសូត្រមន្តរបៀនសិលសាស្ត្រដែលធ្លាប់រៀនធ្លាប់ចេះមកប៉ុន្មានក៏នៅតែរើមិនរួចពីចុចនោះរឹតតែតឹងឡើងស្ទើរតែដាច់ខ្យល់រកស្ដីនិយាយស្ទើរមិនរួចទើបយក្សដឹងថាចុចក្មេងនេះពូកែមែនបើអញមិននិយាយអង្វរឲ្យស្រាយចុចនេះចេញទេនឹងស្លាប់អាសាអត់ការមិនខានទើបនិយាយអង្វរកុមារថាអោលោកអើយកាលពីដើមខ្ញុំមើលងាយចុចលោកដោយគិតថាមើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះហេតុតែសេចក្តីមើលងាយនេះហើយបានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះហេតុនេះសូមលោកអាណិតខ្ញុំម្ដងទៅចុះខុសម្ដងឆ្កងមួយថ្ងៃសូមលោកអធ្យាស្រ័យឲ្យតែខ្ញុំរស់ជីវិតកុំឲ្យតែខ្ញុំស្លាប់កុមារបានឃើញយក្សបំរាស់រនាលមិនរួចពីចុចរបស់ខ្លួនហើយថែមទាំងឮនិយាយអង្វរទៀតកំបិតនៅនឹងដៃនិយាយតទៅនឹងយក្សវិញថាម៉េចឯងជឿអញទេឥឡូវមកធ្វើជាអង្វរសាច់ដំរីអញឯងស៊ីអស់ហើយគិតនឹងស៊ីអញទៀតឯងថ្លើមធំណាស់អញមិនយកអង្វរឯងទេល្ងាចនេះអញគ្មានអ្វីស៊ីសោះម្ដងនេះអញស៊ីថ្លើមឯងហើយចុះមកបងទៅរកកាប់ឫស្សីមកធ្វើត្រណោតដោតថ្លើមអាខូចនេះអាំងស៊ីបងចុះពីលើធ្នោះមកទាំងភ័យញីញ័រដល់មកចិត្តប្អូនឃើញយក្សគួសម្បើមក៏រឹតតែញ័រប្អូននិយាយថាឈប់បងកុំញ័រចង់ស៊ីសាច់វាពេកឈប់សិនចាំឆ្អិនសិនញ័រចង់អ្វីទៀតហើយកុំញ័រពេកហើយស៊ីឆៅមិនឆ្ងាញ់ទេហើមពោះហើមពងណាបងយក្សឮសំដីកុមារនិយាយនឹងបងដូច្នោះហើយរឹតតែផិតភ័យស្លុតប្រលឹងហើយនិយាយអង្វរកុមារទៀតថាអោលោកម្ចាស់ថ្លៃអើយសូមលោកអាណិតខ្ញុំយកទៅបន់ទៅចុះខ្ញុំនឹងជូនកន្សែងបក់កន្សែងបោយមួយឲ្យតែលោកលែងខ្ញុំឲ្យបានរស់មានជីវិតត្បិតខ្ញុំជាស្ដេចយក្សគ្រប់គ្រងអាណាប្រជានុរាស្ត្របើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំបណ្ដរធានមិនខានទាំងកូនប្រពន្ធខ្ញុំក៏ពុំមានទីពឹងកុមារប្អូនសួរបញ្ជាក់យក្សថាចុះឯងឲ្យកន្សែងបក់កន្សែងបោយដល់យើងកន្សែងនោះបើបក់បោយទៅអាចសម្រេចប្រយោជន៍ដូចម្ដេចខ្ល
ខ្លះតាមតែលោកចង់បានអ្វីបក់មកបានតាមប្រាថ្នាបើចង់ឲ្យបាត់ទៅវិញគ្រាន់តែថាទៅវិញចុះក៏ស្រាប់តែបាត់អស់រលីងប្រកាសជាឯងឲ្យយើងមែនឬមែនក្រែងកុហកអញទេដឹងមិនកុហកទេលោកបើកុហកតើឲ្យយើងធ្វើដូចម្ដេចយើងមិនទុកចិត្តទេពីព្រោះឯងជាស្ដេចសោយរាជក្រែងឯងរួចពីកណ្ដាប់ដៃយើងទៅបបួលរេពលមកច្បាំងនឹងយើងវិញបងយកកំបិតមកពន្លះសាច់វាអាំងស៊ីសម្រន់ជាក្តីឃ្លានមួយស្របក់សិនបងនោះនៅតែមិនទាន់បាត់ភ័យនឹងយៈឮកុមារតូចឲ្យបងយកកំបិតមកពន្លះសាច់ខ្លួនដូច្នោះក៏ញាប់ញ័រស្ទើរបាត់ស្មារតីហើយនិយាយអង្វរកុមារនោះទៀតថាសូមលោកទុកជីវិតឲ្យខ្ញុំចុះខ្ញុំនឹងប្រគល់រាជទាំងអស់ព្រមទាំងស្រុកសួយទាំងអម្បាលម៉ានជូនលោកខ្ញុំសូមរួចតែខ្លួនភរិយាបុត្រីបុត្រាហើយនៅធ្វើជាសេនារក្សាលោកទៀតកុមារប្អូនក៏សួរបញ្ជាក់យៈថាបើឯងនិយាយទៀងត្រង់មែនណាហើយយើងអត់ទៅហើយបានតែយើងមិនដឹងជាឯងសោយរាជនៅនគរណាចុះធ្វើដូចម្ដេចឲ្យយើងតាមទៅយកនគរឯងបានអោលោកមិនសល់ក្រអ្វីនឹងអញ្ជើញទៅនគរខ្ញុំនោះទេឲ្យតែលោកលែងខ្ញុំចុះខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតដល់នគរខ្ញុំឯណោះឯងធ្វើតម្រុយបែបណាខ្ញុំកាច់មែកឈើស្រស់បោះហែតាមផ្លូវទៅកាលបើលោកអញ្ជើញទៅសូមលោកទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះកុមារទាំងពីរនាក់ក៏ព្រមដោះយៈចេញពីជុចឯយៈនោះបានរួចផុតពីជុចហើយក៏ថ្វាយបង្គំកុមារទាំងពីរដើរទៅនគរខ្លួនវិញហើយកាច់មែកឈើជាតម្រុយធ្វើដើម្បីជាទីសម្គាល់ដល់កុមារទាំងពីរប្រាណឥតមានកុហកភូតផលអ្វីឡើយលុះដល់នគរហើយចូលទៅនិយាយប្រាប់ពួករេពលសេនាយោធាទាហានដែលនៅចាំខ្លោងទ្វារវាំង7ជាន់ថាណែវើយថ្ងៃស្អែកមានកុមារតូចពីរនាក់ជាក្មេងមនុស្សលោកមកដណ្ដើមរាជអញបើឯងឃើញវាមកហើយត្រូវខាត់កុំឲ្យវាចូលតែកុំធ្វើទុកបុកម្នេញវាឡើយគ្រាន់តែស្រែកខាត់ប៉ុណ្ណោះបានហើយពីព្រោះក្មេងនោះពូកែណាស់អំបាលអញដែលមានរិទ្ធមានអំណាចដណ្ដើមយកនគរឯទៀតបានមកធ្វើជាប្រទេសរាជទាំងប៉ុន្មានក៏វាដាក់ចុចអញជាប់ស្ទើរតែស្លាប់អាសាអត់ការតែពួកឯងរាល់គ្នាខាត់វាលបងមើលសិនចុះបើវាមិនខ្លាចបើកផ្លូវឲ្យវាចូលមកចុះយៈបានប្រាប់សេនាអ្នកចាំខ្លោងទ្វារទាំង7ជាន់សពគ្រប់ហើយក៏ចូលទៅក្នុងប្រាសាទសំងំដេកលក់ស្រមុកក៏ក្រើកព្រឹត្តពីឯកុមារបងប្អូនទាំងពីរនាក់ក៏បណ្ដាគ្នាទៅនគរយៈតាមតម្រុយមែកឈើលុះបានទៅដល់ហើយក៏ជួបប្រទះនឹងពួកកងទ័ពមួយកងដែលនៅចាំខ្លោងទ្វារទី7កុមារបងបានឃើញយៈច្រើនដល់ម្លោះក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតីប្អូននិយាយកំឡាបងឡើងថាណែបងកុំញ័រចង់ពេកឈប់កុំចង់កាប់ធ្វើបាបវាឈប់កុំយើបងស្ទើរតែខាត់មិនឈ្នះណាស់ហើយកុំញ័រចង់ពេកវាខ្លាចបងឯងហើយពួកទាហានយៈបានឮកុមារនិយាយដូច្នោះក៏ខ្លាចរួញខ្លួនឥតហ៊ានមាត់ក៏អ្វីសោះបើកផ្លូវឲ្យកុមារទៅដោយស្រួលរហូតដល់ខ្លោងទ្វារទី7ជាន់យៈខ្លាចទាំងអស់ទើបនាំគ្នាឡើងទៅលើប្រាសាទយៈឃើញយៈកំពុងដេកស្រមុកខ្ទោប្រាសាទឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ស្ដាំ100ខាងឆ្វេង100ឯបងឃើញយៈច្រើនសម្បើមណាស់ពេកក៏ភ័យតក់ស្លុតស្មារតីប្អូនស្រែកហៅយៈថាណែអានេះក្រោកឡើងអញមកដល់ហើយដេកដល់ណាទៀតយៈឮសំឡេងកុមារតូចស្រែកហៅខ្លួនដែលដេកកំពុងលក់ដូច្នោះក៏ភ្ញាក់ដឹងខ្លួនឡើងក្រឡេកមើលទៅស្គាល់ជាកុមារម្ចាស់ជុចក៏ផិតភ័យមហិមាស្ទុះមកមនីក្រាបថ្វាយបង្គំកុមារតូចទាំងពីរហើយប្រាប់ពួកស្រីស្នំកំពុងអង្គុយគល់ប្រើអាមាត្យឲ្យទៅហៅពួកសេនាបតីនិមឺនមុខមន្ត្រីព្រាមព្រឹទ្ធបរោហិតបណ្ឌិតកវីឲ្យចូលមកក្នុងបុរីយ៉ាងឆាប់វៃលុះពួករាជវេស្សកាមាត្យមកជួបជុំគ្នាសពគ្រប់ហើយយៈស្រ័យប្រកាសថាអ្នករាល់គ្នាចូលក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនាក់នេះហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាអញត្បិតអញប្រគល់រាជឲ្យស្ដេចមនុស្សនេះសោយហើយអញសូមរួចតែខ្លួនប៉ុណ្ណោះទេឯអ្នកទាំងអស់គ្នាត្រូវនៅជ្រកកោនក្រោមម្លប់បនស្ដេចមនុស្សលោកនេះចោះពួករាជវេស្សកាមាត្យទាំងអស់ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នាឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយយៈក៏បានរៀបពិធីអភិសេកជាឯកមង្គលប្រជុំពលយោធាជាអនេកបការ
ហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសីប៉ុន្តែកុមារប្អូនមិនសោយរាជខ្លួនឯងទេឲ្យបងសោយរាជវិញព្រោះយល់ឃើញថាបងបានចិញ្ចឹមបីបាច់ថែរក្សាខ្លួនកុមារទាំងពីរសឹងនៅជាមួយគ្នាសុខសប្បាយក្នុងនគរយក្សនោះរហូតអវសានកាលទៅអងគិតគ្រប់សពដោយផ្លូវក្តីចន្លោះកុំឲ្យមានបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃដែលស្ដាប់ពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសចំពោះកំហុសខុសឆ្គងត្រង់កន្លែងណាដែលមិនសមរម្យសូមអរគុណរឿងបុរសកាស30កាលពីព្រេងនាយមានបុរសម្នាក់នៅស្រុកមួយឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែម្នាក់ឯងហើយក្រលំបាកតោកយ៉ាកណាស់មានទ្រព្យសម្បត្តិអ្វីទេមានតែកាស30ច្រកក្នុងទៃក្រវ៉ាត់ជាប់នឹងចង្កេះជានិច្ចបុរសនោះពិចារណាថាអញទៅទីពឹងនឹងអ្នកណានឹងបានសុខគិតទៅឃើញថាគួរអញទៅជ្រកកោននឹងលោកក្រឡាហោមចុះហើយក៏ដើរចេញពីផ្ទះទៅ
ទៅដល់ក្រាបសំពះសមគួរលោកក្រឡាហោមសួរថាជាឯងមកពីស្រុកណាមានការអ្វីបុរសនោះជម្រាបថាខ្ញុំបាទមកពីស្រុកឆ្ងាយឪពុកម្ដាយស្លាប់ចោលអស់ហើយនៅកំព្រាតែម្នាក់ឯងខ្ញុំបាទមកនេះនឹងសូមជ្រកកោននៅបម្រើជាកូនក្មួយតទៅសូមប្រដេចប្រគុណមេត្តាលោកនោះសួរថាជាឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេបុរសជម្រាបថាអក្សរខ្ញុំបាទមិនចេះទេលោកក្រឡាហោមប្រាប់ថាយើងទទួលឲ្យនៅបានតែត្រូវឲ្យជាឯងបោសសម្អាតសម្រាមក្រោមផ្ទះយើងរៀងរាល់ថ្ងៃកុំខានបុរសនោះក៏នៅបម្រើបោសក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន3ឆ្នាំថ្ងៃមួយនោះបុរសកាស30សួរទៅមាតាលោកក្រឡាហោមថាលោកយាយតើលោកក្រឡាហោមជាកូនលោកយាយកើតឆ្នាំខែថ្ងៃអ្វីបានជាលោកមានបុណ្យទ្រព្យសម្បត្តិច្រើនម្ល៉េះយាយនោះប្រាប់ឆ្នាំថ្ងៃខែនិងពេលដែលកើតសពគ្រប់បុរសនោះបានស្ដាប់ចាំប្រកាសពិចារណាថាគួរអញកត់ថ្ងៃខែនិងពេលរបស់លោកនេះដាក់ក្នុងដៃឲ្យជាប់គិតហើយក៏យកកំណាត់សំពត់ចាស់កត់ថ្ងៃខែនិងពេលដែលលោកនោះកើតហើយដាក់ក្នុងដៃមិនឲ្យអ្នកឯណាដឹងឬឃើញឡើយថ្ងៃក្រោយលោកក្រឡាហោមសួរបុរសកាស30ជាឯងមកនៅនឹងយើងយូរឆ្នាំហើយពុំទាន់បានធ្វើរាជការនឹងគេចុះខ្លួនជាឯងកើតឆ្នាំថ្ងៃខែអ្វីបុរសនោះជម្រាបថាខ្ញុំបាទមិនចាំទេតែកាលឪពុកម្ដាយខ្ញុំបាទរស់នៅឡើយបានឲ្យកំណត់កត់នឹងកំណាត់សំពត់សមួយមកឲ្យខ្ញុំបាទຕົកនៅសពថ្ងៃតែមិនដឹងថាជារឿងអ្វីព្រោះខ្ញុំបាទមិនចេះអក្សរលោកក្រឡាហោមថាបើដូច្នោះជីឯងឲ្យកំណាត់នោះមកអញមើលបុរសនោះក៏ជូនកំណាត់ទៅលោកមើលឃើញថ្ងៃខែឆ្នាំកំណើតនិងពេលដូចជាលោកដែរក៏គិតក្នុងចិត្តថាចៅនេះកើតថ្ងៃខែដូចអញដែរគុណមើលទៅរូបរាងរឹកពីវាក៏សមសួនចៅនេះនឹងបានធ្វើជានិមឺនធំដូចអញមិនខានហើយកាន់កំណត់នោះចូលទៅក្នុងបង្ហាញរួចខ្សឹបប្រាប់ភរិយាថាគេអើយបុរសជាកូនក្មួយយើងដែលបោះសម្រាមក្រោមផ្ទះសពថ្ងៃនេះវាកើតឆ្នាំខែថ្ងៃដូចអញមើលទៅរឹកពីសាច់ឈាមក៏សមសួនផងទៅមកវានឹងបានធ្វើជាសេនាបតីដូចយើងហើយលោកនោះប្រឹក្សានឹងប្រពន្ធថាកូនស្រីយើងមួយនេះគួរឲ្យទៅវាជាភរិយាចុះខ្លួនវានឹងបានធ្វើជានិមឺនធំតវងយើងភរិយាក៏យល់ព្រមលោកនោះចេញមកវិញប្រាប់បុរសនោះថាពីថ្ងៃនេះតទៅឯងឈប់បោះសម្រាមក្រោមផ្ទះយើងចុះត្រូវឯងឡើងមកបោះសម្អាតខាងលើផ្ទះវិញកន្លងមកមួយខែលោកក្រឡាហោមរៀបវិវាបមង្គលការផ្សំផ្គុំកូនស្រីនិងបុរសកាស30ជាស្វាមីភរិយារួចស្រេចលោកក្រឡាហោមក៏បង្ហាញកូនប្រសាឲ្យធ្វើរាជការជាមួយតែងចូលគាល់បម្រើស្ដេចរៀងរាល់ថ្ងៃដរាបមកលុះកន្លងមកបាន3ខែមានគេមកជម្រាបថាកូនប្រសាលោកមិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេរឿងនេះគឺបុរសនោះសួរឆ្នាំខែថ្ងៃរបស់លោកអំពីសំណាក់លោកយាយជាមេដាឯលោកយាយក៏ប្រាប់ដោយសពគ្រប់កូនប្រសាលោកបានស្ដាប់ដឹងអស់ហើយក៏សរសេរចូលកំណាត់សំពត់សទុកលុះដល់លោកសួរឆ្នាំខែថ្ងៃខ្លួនក៏ជូនកំណាត់នោះមកឲ្យលោកមើលទៅឃើញថាកើតឆ្នាំខែដូចលោកក៏ឲ្យកូនក្រមុំធ្វើជាភរិយារឿងនេះមិនមែនដូច្នោះទេគឺខ្លែងសរសេរទុកជាប្រកាសលោកក្រឡាហោមក៏ជឿជាក់ឥតសង្ស័យហើយមានចិត្តទោមនស្សជាខ្លាំងគិតថាមិនគួរនឹងចាញ់ប្រាជ្ញាអាមនុស្សកំសត់នេះសោះក៏រកឧបាយនឹងផ្ដាច់កូនបណ្ដេញចោលចេញក្រោយមកនោះមានទ័ពចោលបោះបោនៅខេត្តក្រៅជាច្រើនស្ដេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោមឲ្យនាំសេនាទាហានទៅបង្ក្រាបប៉ុន្តែពួកទ័ពចោលមិនបានរៀបទេកាលបើដូច្នោះលោកក្រឡាហោមក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលស្ដេចវិញស្ដេចត្រាស់ប្រើឲ្យនាំសេនាទាហានទៅបង្ក្រាបចោលទៀត
ក៏នៅតែមិនរៀបទៀតលោកក្រឡាហោមក៏លើកទ័ពត្រឡប់យកសេចក្តីមកក្រាបបង្គំទូលថាទូលបង្គំជាខ្ញុំលើកទ័ពទៅបង្ក្រាប2 ដងហើយនៅតែមិនឈ្នះវាព្រោះវាមានសេនាទាហានច្រើនហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបានត្បិតមានជំងឺក្នុងខ្លួនច្រើនសូមទ្រង់ចាត់មន្ត្រីណាដែលមានស្វាហាប់ឲ្យនាំសេនាទាហានទៅបង្ក្រាបទ័ពចោរទាំងអស់នោះឲ្យឆាប់ឯកូនប្រសាប្រុសម្នាក់របស់ទូលព្រះបង្គំជាខ្ញុំជាមនុស្សមានចិត្តទាហានហានខ្លាដែរចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើនបើទ្រង់ចាត់ឲ្យវាទៅវានឹងហ៊ានទៅមិនខ្លាចការដែលលោកក្រឡាហោមទូលដូច្នោះគឺជាឧបាយដោយស្អប់កូនប្រសានោះណាស់ព្រោះយល់ថាបើវាលើកទ័ពទៅហើយទ័ពចោរទាំងនោះនឹងវាយសម្លាប់វាមិនខានស្ដេចទ្រង់ព្រះសណ្ដាប់ក៏ឲ្យហៅកូនប្រសានោះមកទ្រង់មានព្រះរាជអង្គការប្រាប់ថានៅខេត្តក្រៅមានទ័ពចោរបះបោរជាច្រើនឥឡូវយើងប្រើឲ្យអ្នកឯងនាំទ័ពសេនាទៅបង្ក្រាបទ័ពចោរទាំងនោះអ្នកឯងហ៊ានទៅឬទេបើហ៊ានទៅហើយឈ្នះចោរផងនោះយើងនឹងឲ្យរង្វាន់ឯបុរសនោះទូលថាទូលព្រះបង្គំជាខ្ញុំហ៊ានទទួលធ្វើរាជការថ្វាយទ្រង់មានព្រះរាជអង្គការថាបើដូច្នោះចូលអ្នកឯងនាំសេនាទាហានទៅជាឆាប់បុរសថ្វាយបង្គំលាមកផ្ទះជម្រាបលោកក្រឡាហោមជាបិតាក្មេកតាមរឿងសពគ្រប់ប្រការរួចលើកទ័ពចេញទៅទ័ពចោរបានដឹងក៏លើកទ័ពមកតាំងច្បាំងគ្នាជាខ្លាំងក្លាទ័ពចោរទ្រាំពុនបានក៏បរាជ័យបាក់បបក្លបខ្លាចរត់ខ្ចាត់ខ្ចាយវិនាសអស់ទៅបុរសលើកទ័ពបង្ក្រាបរៀបគ្រប់អន្លើរួចនាំសេនាទាហានត្រឡប់មកវិញក្រាបបង្គំគាល់ទូលរឿងច្បាំងនឹងទ័ពចោរគ្រប់សេចក្តីស្ដេចជ្រាបទ្រង់ព្រះអំណរពុនប្រមាណឯលោកក្រឡាហោមដឹងថាកូនប្រសាលើកទ័ពទៅបង្ក្រាបចោររៀបទៀបអស់ដូច្នោះក៏មានចិត្តទោមនស្សរឹតតែខ្លាំងឡើងពីព្រោះគិតថាដែលឲ្យវាទៅបង្ក្រាបទ័ពចោរនោះដើម្បីឲ្យពួកចោរសម្លាប់វាឥឡូវទៅជាវាមានជ័យជំនះវិញឯរោគលោកក្រឡាហោមរឹងរិតតែរើខ្លាំងឡើងលើសដើមពេទ្យមើលពុំជាក៏ទទួលមរណភាពទៅស្ដេចជ្រាបទ្រង់ព្រះចិន្តាថានឹងឲ្យឈ្មោះអ្នកណាធ្វើក្រឡាហោមទ្រង់ព្រះចិន្តាទៅឃើញតែបុរសវាយទ័ពចោររៀបទៀបនោះឯងមានគុណបំណាច់និងរាជការគួរតែឲ្យធ្វើជាក្រឡាហោមបានទ្រង់ព្រះចិន្តាដូច្នោះហើយក៏ត្រាស់ហៅបុរសនោះមកគាល់ហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើទីក្រឡាហោមតំណាងបិតាក្មេកទៅមនុស្សកុំមើលងាយមនុស្សបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃដែលស្ដាប់ពីដើមរហូតដល់ចប់បើមានកន្លែងណាលើសលួសខ្វះខាតសូមខន្តីអភ័យទោសសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទសូមអរគុណ
សូមជូនរឿងចៅតបប្រមល់កាលពីព្រេងនាយមានបុរស2នាក់បានធ្វើកងការមហាកុសលជាមួយគ្នាលុះបុរសទាំង2នាក់រំលែកខណ្ឌទៅបុរសម្នាក់បានទៅកើតជាព្រះឥន្ទបុរសម្នាក់ទៀតកើតជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជាអំរោះអំរជីវិតគ្រាមួយព្រះឥន្ទបានបើកទឹកបច្ចៈខុតោតឃើញបុរសនោះវេទនាលំបាកដូច្នោះមានសេចក្តីអាណិតអាសូរករុណាវេលាយប់ព្រះឥន្ទយកមាស3ដុំដាក់ក្នុងលបបុរសនោះលុះព្រឹកឡើងបុរសនោះលើកលបមើលឃើញមាសមិនស្គាល់ជាមាសស្គាល់ថាជាដុំថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបក្នុងទឹកវិញបុរសបានមើលលបទៀតគម្រប់3ដងព្រះឥន្ទយកមាសដាក់ក្នុងលបដូចមុនទៀតបុរសឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង3ដុំនោះពន់យកទៅធ្វើជាថ្មជើងក្រានដាំបាយប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តីក្រោយនោះមានព្រះរាជអាជ្ញាមកទារពន្ធមើលទៅឃើញដុំមាសដែលបុរសនោះធ្វើថ្មជើងក្រានក៏ឲ្យបុរសយកមាស3ដុំនោះបង់ពន្ធដែលបុរសនោះជំពាក់រាជការបុរសនោះនឹកអរណាស់ដោយខ្លួនទាល់ក្រហើយព្រះរាជអាជ្ញាយកដុំថ្មជើងក្រានដូច្នោះក៏ព្រមតាមបានប្រគល់ថ្មជើងក្រានទាំង3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះរាជអាជ្ញាបានថ្ម3ដុំពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រលុះទ្រង់សាកសួរពីហេតុផលបានមាសនោះព្រះរាជអាជ្ញាទូលតាមដំណើរស្ដេចទ្រង់ជ្រាបថាមានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះទៅដល់សាកសួរទៀតបុរសនោះក្រាបទូលថាមាសរបស់ខ្លួន3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទារយកមាស2ដុំពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសទៀតពុំបានទេស្ដេចទ្រង់ឲ្យបុរសនោះទៅឃុំព្រឹកឡើងនាយដំរួតដែលជាអ្នករក្សានោះប្រើឲ្យធ្វើការដោយជាស្ដីបុរសនោះលុះទ្រង់ជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយដំរួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូច្នោះត្រូវចៅឯងស្វែងរកសត្វតបប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យគេពិឃាតឯងក្នុងគ្រានេះបុរសឮដូច្នោះក៏ភ័យគិតថាមុខជាស្លាប់ហើយគ្រានេះមិនដឹងជាទៅរកសត្វតបប្រមល់នៅឯណាទេតែមិនហ៊ានប្រកែកដោយអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទបើកព្រះនេត្រទឹកមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នោះក៏និមិត្តជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះឥន្ទក្រឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយព្រះបង្គំមហាឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតបប្រមល់យកទៅថ្វាយឥសីថាចៅកុំព្រួយរួចឥសីយកបំពង់ពកមួយមកសែកមុនវិជាសិលសាស្ត្រកើតជាខ្លាសង្ឃដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីដែលជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពកប្រគល់បំពង់ពកនោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកឆ្នុកឲ្យប្រមូលព្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសម្បើកឆ្នុកមើលព្រោះសត្វនោះរត់រហ័សណាស់លុះបុរសនោះទទួលបណ្ដាំពីឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពកនោះទៅថ្វាយស្ដេចក្រាបទូលថាទូលព្រះបង្គំរកសត្វតបប្រមល់បានហើយនៅក្នុងបំពង់នេះហើយទ្រង់ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេចទ្រង់ឲ្យអាមាត្យបើកឆ្នុកបំពង់ពកនោះខ្លាដំរីសង្ឃរមាសពស់ក៏ចេញមកពីក្នុងបំពង់មកខំស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះឲ្យដល់នៅមរណភាពអស់ទៅក្រោយមក
ពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាស្ដេចបុរសនោះចូលទៅក្នុងព្រៃហើយផ្ដាំថាបើស្ដេចមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់នឹងមកជួបយកអាសាជាដរាបកម្លាំងអ្វីមិនស្មើកម្លាំងកម្ម